ស្រីបងប្អូនប្រិយមិត្តទាំងអស់ជាទីមេត្រីទីនេះគឺជាកំសាន្តកំពត Resort ដែលជា Resort ថ្មីមួយស្ថិតនៅក្នុងក្រុងកំពតដោយដែលបងប្អូនបានឃើញនៅក្បាល clip ពី activity ពីសកម្មភាពដែលពួកយើងកំពុងតែលេងសប្បាយមានតាំងពីជិះកង់មានតាំងពីអាងហែទឹកនិយាយពីអាងហែទឹកវិញប្រៀបដូចជា water park អញ្ចឹងបងប្អូនទីនេះមិនត្រឹមតែជាកន្លែងកំសាន្តទេគឺជា resort មួយដ៏ប្រណិតដែលទើបនឹងបើកថ្មីហើយឥឡូវនេះខ្ញុំបាទស៊ូគូប៊ូស៊ូសូមបង្ហាញអំពី lobby កន្លែងទទួលភ្ញៀវរបស់ resort មួយនេះឃើញថាគឺមានផាសុកភាពជាពិសេសនឹងប្រកបទៅដោយធម្មជាតិជុំវិញតែម្ដងហើយនិយាយពីខ្យល់អាកាសវិញគឺបរិសុទ្ធនេះក្រុមគ្រួសារខ្ញុំកំពុងតែរៀបចំ check in និយាយទៅគេធ្វើ open air តែម្ដងអត់ចាំបាច់ប្រើម៉ាស៊ីនត្រជាក់ធ្វើឲ្យខូចខូចអីគេបងប្អូនតែម៉ាស៊ីនត្រជាក់ច្រើនវាចេញអាខ្យល់ចំហាយមកវាខូចបរិស្ថាននេះគឺជាវាលខ្សាច់ហើយនឹងបឹងតូចមួយនៅកណ្ដាល resort តែម្ដងគឺមានតាំងពីកន្លែងក្មេងលេងជាពិសេសគឺ GM ណាពិតជារស់រាយរាក់ទាក់មែនទែនគាត់កំពុងតែពង្យល់បង្រៀនកូនខ្ញុំក្នុងការជិះអានឹងជិះស្អីគេបងប្អូនទាំងកង់ឬក៏ស្គីទេខ្ញុំអត់ចេះហៅឥឡូវនេះខ្ញុំបាទសូមធួមកជុំ resort នេះជូនបងប្អូនទស្សនាហើយមានបឹងមានភោជនីយដ្ឋានជាពិសេសកន្លែងក្មេងលេង activity គឺមានទាំងអស់បងប្អូនវីដេអូមួយនេះខ្ញុំបាទសូមធ្វើកាត់ដោយសារវារៀងវែងអត់ចង់ឲ្យបងប្អូនមើលទៅសាំវែងពេកអីអញ្ចឹងណានិយាយទៅគឺមានកន្លែងកំសាន្តជាច្រើនគ្រាន់តែខ្ញុំថតអត់អស់ខ្ញុំថតចោះយកកន្លែងសំខាន់ជូនបងប្អូនទស្សនាសំខាន់ហ្នឹងគឺទេសភាពហើយនឹងសកម្មភាពដែលយើងអាចកំសាន្តបានដូចជាអាងហែទឹកនោះគឺនិយាយទៅខាងក្រោមអាចគេងបាន2នាក់ខាងលើអាចគេងបាន2នាក់ទៀតហើយរួមទាំងអាហារពេលព្រឹកតម្លៃវិញគឺសមរម្យបងប្អូនអត់ដល់$100ទេបងប្អូនត្រូវការកក់ត្រូវការអីអាចសួរខ្ញុំបានខ្ញុំបាទកក់ជូនក្នុងតម្លៃពិសេសចំណេញបន្តិចបន្តួចតែ$2យកសេវាកម្មយក credit តែប៉ុណ្្នឹងបងប្អូននិយាយត្រង់តែម្ដងឥឡូវសូមបង្ហាញប្រភេទបន្ទប់មួយបែបទៀតគឺសម្រាប់លក្ខណៈ team work លក្ខណៈ group tour អីបានក្រេ2ក៏មានក្រេ1ក៏មានហើយនិយាយពីបន្ទប់ទឹកវិញគឺ clean ហ្មងបងប្អូន double clean ខ្ញុំឲ្យ100លើ100ព្រោះអីតំបើកថ្មីហើយនេះគឺជា lobby មែនទេបងប្អូន coffee shop ហើយនិង restaurant មាន open air មាន indoor សម្រាប់ក្រុមគ្រួសារខ្ញុំជ្រើសរើសនៅក្នុងម៉ាស៊ីនត្រជាក់ដោយសារយើងមានក្មេងតូចអញ្ចឹងចង់ឲ្យគាត់relax ហើយអាហារពេលព្រឹកវិញបងប្អូនគឺលក្ខណៈ buffet តែម្ដងញ៉ាំនៅខាងក្រៅក៏បានញ៉ាំ indoor ក៏បានហើយក៏មានឡានឲ្យយើងថតរូបលេងមានស៊ីក្លូមានឡានហើយមានឆ្នេរខ្សាច់និយាយទៅកន្លែងនេះនិយាយឡើងមើលថ្ងៃលិចគឺ best តែម្ដងហ៊ាននិយាយតាមគេ best ហើយបងប្អូនមើលអានេះគឺជាបឹងនៅក្នុងនៅកណ្ដាល resort តែម្ដងនិយាយពីអាងហែទឹកវិញបងប្អូនអាងហែទឹកហ្នឹងគឺខ្ញុំជឿជាក់ថាគ្មាន resort មួយណាដែលមានអាងហែទឹកធំហើយមានកន្លែងក្មេងលេងមានកន្លែងត្រាំទឹកក្តៅទឹកត្រជាក់និយាយពី jacuzzi គេហៅថា jacuzzi មានកន្លែង steam មានកន្លែង sauna អញ្ចឹងវីដេអូមួយនេះបង្ហាញបងប្អូនតែប៉ុណ្្នេះនិយាយរៀងញាប់បន្តិចបើទោះខុសត្រង់ណាក៏សូមខន្តីអភ័យទោស